ដូរចុងភៅផងដែរសម្រាប់ថ្ងៃនេះគឺធ្វើម្ហូបធ្វើអីនៅក្នុងព្រៃនិយាយទៅត្រីរកបានភ្លាមស្រស់ចេះគឺយកមកស្ងោរជ្រក់គឺរសជាតិគឺឆ្ងាញ់មែនទែនតែម្ដងគឺអែមតែម្ដងតោះបងប្អូនទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាបាទសួស្តីបងប្អូនអរគ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតបាទហើយសម្រាប់ថ្ងៃនេះដែរផងដែរគឺខ្ញុំមកដាក់មងបងប្អូនគ្នាហើយបងប្រុសខ្ញុំគឺគាត់អត់ចុះទឹកទេដោយសារតែគាត់ខ្លាចឆ្លើងអញ្ចឹងហើយគឺមានតែខ្ញុំទេគឺនៅក្នុងទឹកគឺខ្ញុំអត់សូវខ្លាចទេដោយសារអីដោយសារទឹកនេះគឺទឹកប្រៃអញ្ចឹងហើយទឹកប្រៃខ្លាំងចេះគឺអត់មានឆ្លើងទេណាមួយក៏វាអត់មានមេឃភ្លៀងមេឃអីមកដែរអញ្ចឹងហើយគឺអត់មានឆ្លើងទេហើយនេះដែរគឺជាត្រីម្រេចបងប្អូនដែលខ្ញុំដាក់មកបានហើយកន្លែងនេះគឺជាកន្លែងថ្មីផងដែរគ្រាន់តែរាយមកមិនតាន់បានប៉ុន្មានហ្នឹងក៏ជាប់ត្រីឡើងនិយាយទៅឡើងចង់ពេញម៉ោងទៀតហើយដោយសារថាត្រីគឺនៅតំបន់នេះគឺក៏សម្បូរមិនចាញ់នៅតំបន់ដែលខ្ញុំរកទៅតាមព្រៃដែរបងប្អូននេះគឺច្រើនមែនទែនម្ដងហើយនេះត្រីដែលយើងដោះភ្លាមព្រោះថាត្រីនេះគឺកាឡាទូចត្រីទូចជាងកាឡាអញ្ចឹងហើយគឺយើងអត់ព្រមដោះទេគឺត្រីហ្នឹងក៏អាចរួចអញ្ចឹងហើយគឺយើងដោះភ្លាមតែម្ដងហើយថ្ងៃនេះដែរគឺមកចុះទឹករៀងត្រជាក់តិចអីដោយសារថាបងគឺគាត់ចុះទេគាត់នៅលើគោកដើម្បីបង្កាត់ភ្លើងបង្កាត់អីហើយក៏មានបងគាត់មកជួយដាក់មងរកត្រីដែរដោយសារគាត់តនេពីការងារគាត់ចឹងហើយក៏គាត់មកជួយរកត្រីរកអីហូបមិនមកជួយទេបងប្អូននេះគឺជួយចិត្តលក្ខណៈបែបហ្នឹងតែម្ដងគាត់ឲ្យអាតនេទេរកមកតនេទេរកមកគឺមករកត្រីរកអីរកម្ហូបរកអីហូបនៅក្នុងព្រៃគាត់ចូលចិត្តបែបហ្នឹងមែនតើម្ដងហើយថ្ងៃនេះគឺស្នាដៃគាត់ផ្ទាល់តែម្ដងគឺគាត់អ្នកស្លអ្នកអីអ្នកដាក់មងរាយអីនេះគឺថ្ងៃនេះគឺគាត់ទាំងអស់តែម្ដងគឺនិយាយទៅគាត់សុំចេញថ្វីដៃមកថ្ងៃនេះគឺថ្វីដៃស្លឲ្យ admin ហូបផងហើយបងខ្ញុំហូបផងហើយនេះដែរគឺជាត្រីក្បកគឺច្រើនមែនតែម្ដងគឺអត់ជាប់មងទេគឺនៅតែក្នុងសម្រាប់ចឹងបងប្អូនគឺសម្រាប់ខំដេញផងខំវាយទឹកវាយអីផងគឺមិនខ្ចីជាប់បងប្អូននេះគឺវេទនាណាស់ហើយវាយមកប្រាវជាប់តែត្រីមួយហើយត្រីមើលឃើញឡើងមកវងវាយមកប្រាវជាប់ត្រីមួយត្រីក្បកគឺនិយាយទៅថាអស់សង្ឃឹមដែរអញ្ចឹងត្រីព្រោះថាវាឆ្លាតមែនតើមកព្រោះត្រីអស់នេះគឺឆ្លាតមែនតើគឺយើងវាយវាអញ្ចឹងគឺផ្អើទៅជាប់មួយអញ្ចឹងទៅវាយមួយទៀតគឺជាប់មួយទៀតអញ្ចឹងទៅវាយច្រើនអញ្ចឹងទៅកប់ផុកចូលរួមអស់អញ្ចឹងទៅគឺពិបាកមែនតើម្ដងហើយនៅកន្លែងគល់ឈើគល់អីចេះมันងាយរកបានណាម៉ែបងនេះគឺมันងាយរកវាទេគឺប៉ុនសងំណាអាត្រីកបោនេះប៉ុនសងំយើងត្រីម្រេចទៀតអាត្រីម្រេចទៅវាចងល់រំផុកត្រីកបោនេះបានគឺវាផ្អើមែនតែវាផ្អើគឺវាសងំនៅមួយកន្លែងគឺវាអត់ចេញញ៉ៃអីគឺវានៅមួយកន្លែងតែម្ដងកន្លែងណាដែលវាគួរនៅបានគឺវានៅនឹងហ្មងតែយើងរកវាអត់បានអញ្ចឹងគឺវានៅកន្លែងហ្នឹងតែម្ដងហើយដេញមកប្រាវមិញបងប្អូននេះគឺបាន2 3និយាយទៅគឺមកស្លយើងអាចមកស្លបានចឹងហើយបើសិនជាយើងរកទៅផ្ទះគឺរកអត់បានទេមកស្លហូបនៅកន្លែងគឺយើងអាចស្លបានអាំងបានចឹងណាចឹងហើយយើងរកអត់បានយកទៅផ្ទះទេថ្ងៃនេះដោយសារតែត្រីនឹងវាឆ្លាតមែនទែនគឺវាមានសម្រាប់ហើយនេះដែរគឺជាត្រីដែលខ្ញុំរកបានគឺបានមិនដល់10ត្រីទេហើយក៏គាត់ធ្វើត្រីធ្វើអីខ្លួនឯងដែរហើយក៏មានប្រូមកតាមក្រោយរកផ្លូវរកអីមកឃើញណាគឺមកហូបមកអីជាមួយគ្នាអញ្ចឹងបងប្អូននេះហើយចូលវីដេអូនេះគឺដល់ថ្ងៃនេះគឺសុំចូលតែ2នាក់បានហើយបងខ្ញុំក៏គាត់ប្រកាត់ភ្លើងប្រកាត់អីចឹងទៅហើយដៃគូខ្ញុំមួយទៀតគឺធ្វើត្រីធ្វើអីចឹងទៅហើយថ្ងៃនេះដូចខ្ញុំនិយាយចឹងគឺគាត់ចេញថ្វីដៃខ្លួនគាត់តែម្ដងគឺគាត់អត់ឲ្យបងខ្ញុំចេញទេបងខ្ញុំគឺសុំឯកគៀនម្ដងគាត់អ្នកចេញថ្វីដៃម្ដងហើយនិយាយទៅស្លឆ្ងាញ់ដែរហ្នឹងមិនចាញ់បងខ្ញុំអីម៉ាណាពួកម៉ែបងប្អូនគ្នាគឺអែមដែរហ្នឹងនិយាយទៅខ្ញុំអ្នកភ្លក់ខ្ញុំអ្នកអីគឺថ្ងៃនេះគឺថារសជាតិថ្មីបងប្អូននេះថារសជាតិថ្មីចឹងហើយយើងមកចង់ស្គាល់រសជាតិថ្មីគឺអែមមែនតើម្ដងហើយចុងភៅនេះដែរដាក់ឆ្នាំងខ្ទះវាចផងអីផងចាក់ទឹកក្តៅអីផងនិយាយទៅថ្មីគ្រប់យ៉ាងតែម្ដងគឺហើយនឹងហូបកើតទេខ្ញុំគិតថាមុនដំបូងគឺគិតថាហូបកើតទេខ្ញុំថាដាក់ស្ករដាក់ប៊ីចេងដាក់អីញ៉ៃពេញតែហ្នឹងគឺថាហូបកើតទេទឹកមិនតាន់ពុះស្រួលបួលហ្នឹងដាក់ម្ទេសដាក់អីមុនបាត់ហើយស្ងោរជ្រក់គេដាក់ម្ទេសមុនបងគល់ស្គ្រីបងអីណាបងខ្ទឹមបងអីហើយត្រីដែលយើងរកបានស្រស់បងប្អូនមើលទៅគឺតំណងមែនតើហើយត្រីគឺសិតតែពងតែម្ដងហើយយើងមិនបាច់ធ្វើអីច្រើនទេគាត់ឲ្យវះពោះចេះដាក់ចូលចេះគឺនិយាយទៅថាជាតិយកទៅណាមអស់បងប្អូននេះហើយយើងមិនបាច់ដាក់ក្រូចអីមួយផ្លែអំពីយើងហ្នឹងគឺរសជាតិចេះគឺយកទៅណាមអស់ហើយក៏បានកដាមមួយដែរអញ្ចឹងហើយគឺ
យើងស្លតែមួយផ្លែតទេបងប្អូននេះគឺឆ្អិនហើយអូមើលទៅពុះខូចតំណងណាស់បងប្អូនអើយមើលទៅគឺជាតិតែម្ដងនិយាយថាខ្ញុំថាស្នាដៃនេះគឺហូបមិនកើតទេស្នាដៃអឺអ្នកស្លនេះគឺហូបមិនកើតទេដល់ពេលមកភ្លក់អីបងប្អូនមើលភ្លក់មុនបងគឺឆ្ងាញ់បងប្អូនឆ្ងាញ់ហើយឆ្ងាញ់គាត់ថាបើប្រាប់ថាឆ្ងាញ់ក៏ឆ្ងាញ់ទៅហើយបាយមួយថងពីអ្នកគាត់មានអីបងប្អូនម៉ត់តែម្ដងគឺអត់និយាយច្រើនហូបខ្ទេចតែម្ដងចឹងហើយថ្ងៃនេះគឺសុំចូលដល់ពីអ្នកគាត់ឯងកន្លែងហូបនេះចឹងហើយដោយសារតែខ្ញុំអត់បានហូបបាយអត់បានហូបអីចឹងហើយគឺសុំចូលដល់ពីអ្នកទេចឹងហើយគឺថ្ងៃនេះគឺលេងអស់ដៃម្ដងពីអ្នកសម្លមួយឆ្នាំងបាយមួយថងនេះគឺមានអីបងប្អូនអរគ្នានៅតាមព្រៃតាមព្រែកចេះគឺមានអីឆ្ងាញ់មួយយ៉ាងណែដែរត្រីរកបានស្រស់បងប្អូនអើយគឺសុទ្ធតែខ្លាញ់តែម្ដងហើយខ្ញុំគឺអត់ទុកញ៉ៃអីច្រើនទេគឺហូបយកតែម្ដងសម្លក្តៅហើយបាយដែលយើងដាក់មកគឺបាយកកគឺជាតិជាមួយគ្នាតែម្ដងថាជាតិយកទៅណាមិនអស់ហើយសម្រាប់បងប្អូនដែលគាត់ត្រូវការកំងងារភក់បងប្អូនកុំភ្លេចកំងក្នុង page ខ្ញុំមកឆាតមក page ខ្ញុំផ្ទាល់មកអរគុណច្រើនបងប្អូនអរគ្នា